បាទឬសួស្តីបងប្អូនទាំងអស់គ្នាយើងមកវិភាគអញ្ជើញមាសប្រចាំថ្ងៃពុធទី17ខែកញ្ញាឆ្នាំ2025បាទបងប្អូនថ្ងៃនេះយើងមានព័ត៌មានធំព័ត៌មានពាក់ព័ន្ធជាមួយនឹងអត្រាការប្រាក់របស់សហរដ្ឋអាមេរិកដែលនឹងចេញផ្សាយនៅម៉ោង1:00នាទីយប់អញ្ចឹងទីផ្សារអាចមានបំរែបំរួលខ្លាំងនៅក្នុងអំឡុងពេលព័ត៌មានបាទហើយសម្រាប់ព្រឹកនេះក្នុងទីផ្សារស៊ីទីផ្សារអឺរ៉ុបឬក៏ដើមទីផ្សារអាមេរិកអីហ្នឹងប្រហែលជាអត់សូវជាប្រែប្រួលខ្លាំងប៉ុន្មានទេព្រោះទីផ្សារនេះអាចនឹងរងចាំព័ត៌មាននៅយប់នេះបាទអញ្ចឹងថ្ងៃនេះយើងមានតំបន់សំខាន់បាទដែលយើងអាចធ្វើការទិញលក់បានដែលក្នុងនោះតំបន់ដែលយើងធៀបទិញមាន3តំបន់ហើយតំបន់ដែលយើងធៀបលក់ចោះក៏មាន3តំបន់ដូចគ្នាបាទតំបន់ដែលយើងធៀបលក់ចោះមាន3នោះគឺមានទី1នៅ$3,703ក្នុងមួយអោនទី2នៅ$3,717ក្នុងមួយអោនហើយសម្រាប់តំបន់លក់ចោះចុងក្រោយនោះគឺនៅ$3,732ក្នុងមួយអោនបាទសម្រាប់តំបន់ធៀបទិញវិញបាទទី1គឺនៅកម្រិត$3,675ទី2នៅកម្រិត$3,661ក្នុងមួយអោនហើយទី3នៅ$3,647ក្នុងមួយអោនបាទអញ្ចឹងសម្រាប់តម្លៃមាសបច្ចុប្បន្ននេះវាកំពុងមានទិសដៅទៅលើបន្តបងប្អូនអាចមើលនៅក្នុងទីផ្សារអាស៊ីព្រឹកនេះបងប្អូនមើលបើសិនវាឡើងមកវាបោះកត់ដាច់$3,703ទេបងប្អូនអាចពិចារណាលក់ចុះមកខាងក្រោមបានបាទចុះមកខាងក្រោមនេះមកដល់កម្រិត$3,675នេះបើសិនជាបោះកត់ដាច់ទេបងប្អូនអាចពិចារណាទិញឡើងទៅវិញទៅបាទអញ្ចឹងអ្វីដែលយើងត្រូវមើលចន្លោះជួញដូរគឺចន្លោះពីកម្រិតទាបទី1ទៅកម្រិតខ្ពស់ទី1នេះឯងបាទនៅទីផ្សារស៊ីយើងអាចធ្វើការទិញលក់នៅក្នុងចន្លោះហ្នឹងទៅក្នុងករណីបើសិនជាវាបំបែកអានឹងចាំយើងទៅរកកម្រិតទី2យើងធ្វើបំបែកទៅលើយើងធៀបលក់ពីតំបន់ខ្ពស់ទី2ឬក៏តំបន់ខ្ពស់ទី3បាទនឹងយើងធៀបលក់ចោះមកហើយកម្រិតទាបក៏ដូចគ្នាតំបន់ទាបក៏ដូចគ្នាបើសិនជាវាធ្លាក់បំបែកកម្រិតទី1ហើយទី2ទី3នេះជាតំបន់ដែលយើងធៀបទិញឡើងប៉ុន្តែគាត់ថានៅក្នុងទីផ្សារស៊ីទីផ្សារអឺរ៉ុបខ្ញុំគិតថាប្រហែលជាអត់ទាន់បំបែកទៅកម្រិតទាបឬក៏កម្រិតខ្ពស់ទី2ទី3ទេបាទអញ្ចឹងសម្រាប់ការវិភាគរបស់ខ្ញុំនៅក្នុងថ្ងៃនេះគឺមានប៉ុណ្្នឹងទេឡើងដល់លើនេះយើងធៀបលក់ចុះមកចុះដល់ក្រោមនេះយើងធៀបទិញឡើងបាទបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ